បញ្ហាលៀនឌីគឺកើតឡើងច្រើនមែនទែនមិនថាក្មេងមិនថាចាយហើយបញ្ហាលៀនឌីគឺអាចធ្វើឲ្យបងប្អូនឈឺផ្នែកជើងផ្នែកដៃផ្នែករាងកាយបន្ទូខ្លួនតែម្ដងហើយមួយទៀតនឹងជាចេញជាសញ្ញាពឹកខ្សោយជើងខ្សោយដៃថ្ងៃនេះខ្ញុំមានវិធីការពារមួយចំនួនដែលបងប្អូនអាចអនុវត្តជាប្រចាំថ្ងៃនិងអាចជួយឲ្យបងប្អូនការពារជំងឺលៀនឌីបានបើសិនជាបងប្អូនអនុវត្តបានត្រឹមត្រូវគឺបងប្អូនអាចជៀសផុតពីជំងឺលៀនឌីទាំងអស់គ្នាចំណុចទី1ហ្នឹងគឺការគេងបើសិនជាបងប្អូនព្យាយាមគេងផ្ងាបានគឺល្អប៉ុន្តែបើសិនជាបងប្អូនអ្នកដែលទម្លាប់ដែលគេងផ្អៀងគឺគេងផ្អៀងទៅតាមក្បួនដែលយើងបានអនុវត្តបង្ហាញបងប្អូនពីវីដេអូមុនបងប្អូនអាចទៅមើលវីដេអូចាស់បានព្រោះការគេងផ្អៀងប្រឈមមុខច្រើនដោយសាររាងកាយរបស់យើងគឺមានកំណោនអញ្ចឹងបងប្អូនត្រូវតែមានហើយឬក៏ឧបករណ៍អីដើម្បីជួយទប់កុំឲ្យឆ្អឹងខ្នងរបស់យើងកោងខ្លាំងពេកវិធីទី2ហ្នឹងគឺការអង្គុយធ្វើការនឹងតែម្ដងដោយសារភាគច្រើនគឺយើងអង្គុយធ្វើការច្រើនជាងការគេងទៀតការអង្គុយគឺយើងត្រូវរើកៅអីរើតុដាក់កុំព្យូទ័រឲ្យត្រូវតាមក្បួនតាមកម្ពស់ហើយដាក់ដៃឲ្យស្របនឹងដងខ្លួនឲ្យបានល្អហើយមួយទៀតគឺរើកៅអីអង្គុយរុញខ្លួនមកមុខបែបនេះគឺយើងអង្គុយធ្វើម៉េចឲ្យដងខ្លួនរបស់យើងគឺ support បងប្អូនឃើញឆ្អឹងខ្នងរបស់យើងហ្នឹងគឺមានកលៈនេះឆ្អឹងខ្នងកៅអីរបស់គេភាគច្រើនគឺគេធ្វើតម្រូវខ្លួនរបស់យើងដែរប៉ុន្តែបើសិនជាបងប្អូនអង្គុយទៅអត់ comfortable អាចដាក់ខ្នើយបន្ថែមបានចាហើយទី3ហ្នឹងគឺបងប្អូនត្រូវតែមានទម្លាប់ហាត់ប្រាណតាមបែបចលនារបស់យើងចែកម្លែងកំឡុងមកក៏បងប្អូនហែកទឹកចាគេណាហែកទឹកគឺជួយច្រើនមែនទែនពីព្រោះរក្សាចំហដងខ្លួនរបស់បងត្រង់ល្អហើយមួយទៀតគឺហាត់ជាមួយនឹងឧបករណ៍សណ្ដកឆ្អឹងខ្នងដែលបងប្អូនអាចឃើញវីដេអូខាងលើចាគឺយើងគេងហាត់ជាមួយនឹងឧបករណ៍ពលាឆ្អឹងខ្នងរាល់ថ្ងៃហើយមួយទៀតហ្នឹងគឺបងប្អូនអាចហាត់ជាបែបយូហ្គាគឺពិតជាជួយមែនទែនទី4ហ្នឹងគឺកីឡាធ្ងន់ដូចជាកីឡាត្រូវហក់ត្រូវលោត្រូវរត់ច្រើនហើយកីឡាដែលលើកអុកដុំដៃធ្ងន់បើសិនជាបងប្អូនអ្នកមិនមែនជាកីឡាដែលស៊ាំយូរឆ្នាំនឹងគីឡូធ្ងន់ហើយបងប្អូនកុំភ្លាមទៅគីឡូធ្ងន់ភ្លាមគឺហានិភ័យខ្លាំងមែនទែនរហូតដល់ថ្នាក់ពេលខ្លះធ្វើឲ្យបែកឌីសក៏មានដែរទី5ហ្នឹងគឺការអោនលើករបស់ធ្ងន់ឬក៏នៅរបស់ទាបនៅខាងក្រោមជាយើងត្រូវតែអនុវត្តតាមក្បួនខាងលើនេះគឺការអោនហ្នឹងគឺបងប្អូនត្រូវតែរក្សាជំហរដងខ្លួនជាពិសេសផ្នែកឆ្អឹងខ្នងហ្នឹងឲ្យបានត្រង់ល្អហើយបន្ទាបខ្លួនដើម្បីលើករបស់នឹងធ្ងន់ហើយជាចុងក្រោយហ្នឹងគឺវិធីសាស្ត្រដែលល្អគឺបងប្អូនត្រូវតែមានទម្លាប់មកសម្រួលចលនាសរសៃនៅគីមសានរបស់យើងគឺពិតជាអាចជួយបងប្អូនបានល្អមែនទែនពីព្រោះបច្ចេកទេសក្នុងការសម្រួលរបស់យើងគឺជួយសម្រួលពលាឆ្អឹងខ្នងបងប្អូនទាំងផ្នែករាងកាយហើយនិងផ្នែកសាច់ដុំផ្សេងទៀតអញ្ចឹងបងប្អូនដែលមានបញ្ហាឈឺចុករយគឺយើងអាចដកសម្ពាធបានភ្លាមហើយរក្សាជំហរឆ្អឹងខ្នងបងប្អូនឲ្យមានស្ថិរភាពត្រង់ល្អដោយរូបភាពនឹងតែម្ដងអញ្ចឹងបងប្អូនមានកង្វល់ឬក៏បញ្ហាលៀនឌីសឬក៏គៀបសរសៃអាចប្រឹក្សាជាមួយក្រុមការងាររបស់យើងបាននៅថ្ងៃនេះអរគុណច្រើនសម្រាប់ការតាមដានវីដេអូហើយសង្ឃឹមថាបងប្អូនដែលអត់ទាន់ follow page ជួយ follow page ហើយ share វីដេអូនេះមួយផងនឹងបានការចែករំលែកទាក់ទងនឹងសុខភាពរាងកាយផ្សេងបន្តទៀតអរគុណសួស្តីបងប្អូនសូមណែនាំក្តារតម្រង់ឆ្អឹងខ្នងជួយពលាឆ្អឹងខ្នងពីគីមសានរបស់យើងដែលមានច្រើនពណ៌ច្រើនម៉ូដសម្រាប់បងប្អូនជ្រើសរើសដែលអាចជួយកាត់បន្ថយបញ្ហាលៀនឌីសឈឺឆ្អឹងខ្នងដែលបងប្អូនអាចយកទៅហាត់ជារៀងរាល់ថ្ងៃមិនថាក្មេងមិនថាចាស់អាចហាត់បានជារៀងរាល់ថ្ងៃតម្លៃត្រឹមតែ$12ទេបងប្អូនរួចរាន់ឡើងអរគុណ